នៅថ្ងៃរៀបការរបស់បេនយ៉ាមីនខួបបន្ទាប់ពីចំណាយពេលជាមួយស្នេហាដំបូងរបស់គាត់គឺយ៉េស៊ីកាគាត់បានត្រឡប់មកវិញហើយនៅផ្ទះដូចជាគ្មានអ្វីកើតឡើងអំដំណើរភរិយារបស់គាត់ឈ្មោះអាលីពេលគាត់បានចូលទៅក្នុងផ្ទះហើយបានហោះចេញជាទម្លាប់ស្បែកជើងរបស់គាត់អាលីដែលជាខុសឆ្គងមិនបានធ្វើទេយកស្បែកជើងរបស់គាត់មកឲ្យគាត់នោះហើយជាពេលដែលគាត់បានកត់សម្គាល់ឃើញថាអាលីមិននៅផ្ទះទេបេនយ៉ាមីនកំពុងត្អូញត្អែរយ៉ាងខ្លាំងអំពីអាលីឪពុកម្ដាយរបស់គាត់បានដើរចូលមកដោយក្តីបារម្ភហើយនិយាយដោយកំហឹងថាអាលីនៅក្នុងឡានគ្រោះថ្នាក់ហើយបានទាមទារថាហេតុអ្វីបានជាគាត់នៅតែឈរនៅទីនោះជាពេលដែលបេនយ៉ាមីននឹកឃើញរឿងនោះពេលគាត់នៅជាមួយយ៉េស៊ីកាមុននេះបន្តិចអាលីបានទូរស័ព្ទទៅគាត់សូមជំនួយទោះជាយ៉ាងណាក៏ដោយគាត់បានគិតថាអាលីគ្រាន់តែព្យាយាមតាក់ទាញចំណាប់អារម្មណ៍របស់គាត់ដោយធ្វើពុតជាមានបញ្ហាដូច្នេះគាត់បិទទូរស័ព្ទភ្លាមតូចតើគាត់ដឹងទេថានៅពេលនោះអាលីកំពុងដេកនៅក្នុងបន្ទប់វះកាត់រងចាំបេនយ៉ាមីនបរិច្ចាគឈាមជួយសង្គ្រោះជីវិតនាងនៅពេលដែលបេនយ៉ាមីននិងរបស់គាត់ក្រុមគ្រួសារទីបំផុតបានមកដល់នៅមន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ពួកគេថាអាលីសមានប្រភេទឈាមដ៏កម្រជាសំណាងល្អមន្ទីរពេទ្យនៅតែមានការផ្គត់ផ្គង់បើមិនដូច្នោះទេនាងនឹងមិនដែលមានឡើយភ្ញាក់ឡើងម្ដងទៀតឪពុកបានសួរដោយកំហឹងថាបេនយ៉ាមីនហេតុអ្វីបានជាអ្នកមិនបរិច្ចាគឈាមដើម្បីជួយអាឡៃសប៉ុន្តែបេនយ៉ាមីនបានឆ្លើយតបដោយប្រងើយកន្តើយជាមួយយ៉េស៊ីកាពេលដូច្នេះឪពុកបានទះកំភ្លៀងគាត់មួយកំភ្លៀងពេញមុខបេនយ៉ាមីនមិនអាចជឿថាគាត់ឪពុកនឹងវាយគាត់ពីលើកូនចិញ្ចឹមកូនស្រីវាបានបង្ហាញថានៅពេលដែលអាលីគឺតិចតួចដោយសារតែនាងប្រភេទឈាមគឺដូចគ្នានឹងបេនយ៉ាមីនឪពុកសម្រាប់ចិត្តយកនាងធ្វើជាកូនចិញ្ចឹមនោះហើយជាមូលហេតុដែលបេនយ៉ាមីនតែងតែមើលងាយអាលីប៉ុន្តែមានតែឪពុកទេដែលដឹងតាមពិតទៅអាលីកូនស្រីរបស់បុរសដែលមានជាងគេបំផុតនាងបានស្នាក់នៅក្នុងផ្ទះបេនយ៉ាមីនពីព្រោះនាងស្រឡាញ់បេនយ៉ាមីនយ៉ាងជ្រាលជ្រៅពេលនេះអាលីបានចាញ់ទាំងស្រុងសង្ឃឹមលើបេនយ៉ាមីននាងបានហៅម្ដាយរបស់នាងហើយបាននិយាយថានាងនឹងត្រឡប់មកវិញផ្ទះវិញក្នុងរយៈពេល3ថ្ងៃពេលអាលីត្រឡប់មកផ្ទះវិញនាងបានរកឃើញបេនយ៉ាមីននៅផ្ទះកំពុងអបអរសាទរការវិលត្រឡប់របស់យ៉េស៊ីកាទៅកាន់ប្រទេសវិញប្អូនស្រីរបស់បេនយ៉ាមីនត្រូវបានគេប្រមាថអាលីបេនយ៉ាមីនបានរំលឹកនាងថាអាលីគឺជាបងថ្លៃស្រីរបស់នាងប៉ុន្តែប្អូនស្រីបានទូចថាអាលីស្នាក់នៅសម្រាប់តែលុយដែលជាហេតុផលតែមួយគត់ដែលនាងនៅទីនោះអាលីសចំអកហើយនិយាយថាគាត់មិនខ្វល់ពីរបស់បេនយ៉ាមីនទេលុយកាក់គ្រួសារសំបីតែបន្តិចសោះពេលណាប្អូនស្រីបានឬដូច្នោះនាងភ្លាមនោះបានព្យាយាមទាត់អាឡៃសចេញពេលនោះយ៉េស៊ីកាបានដើរចូលមកជាមួយអាកប្បកិរិយារបស់ម្ចាស់ផ្ទះម្នាក់បានអញ្ជើញអាឡៃសឲ្យចូលរួមជាមួយពួកគេសម្រាប់អាហារពេលល្ងាចពេលពួកគេអង្គុយនៅតុបេនយ៉ាមីនបម្រើដោយគិតគូរអាហាររបស់យ៉េស៊ីកាដូចជាអាហារពិតអញ្ចឹងគូស្នេហ៍ប៉ុន្តែនៅពេលដែលបេនយ៉ាមីនខំមួយខាំក្នុងចំណោមអាហារដែលយ៉េស៊ីកាបានចម្អិនគាត់មិនអាចជួយអ្វីបានក្រៅពីខ្ជាក់វាចេញគាត់បានសាមនឹងការចម្អិនអាហាររបស់អាលីហើយឥឡូវនេះគាត់បានរកឃើញអាហាររបស់យ៉េស៊ីកាហើយគួរឲ្យស្អប់ខ្ពើមជាស៊ីកាឈឺចាប់ព្យាយាមចាក់ចេញប៉ុន្តែពេលនាងក្រោកឈរឡើងនាងធ្វើពុតជាឈឺចាប់ដោយអះអាងថាវាជាក្រោយផលប៉ះពាល់ពីការសន្សំបេនយ៉ាមីនមុនបេនយ៉ាមីនភ្លាមបានបង្ហាញការព្រួយបារម្ភថាវាគឺដោយសារតែយ៉េស៊ីកាបានជួយសង្គ្រោះគាត់ថាគាត់លងស្នេហ៍ជាមួយនាងតិចតួចណាស់បានធ្វើគាត់ស្គាល់អ្នកដែលពិតជាបានសង្គ្រោះគាត់នៅពេលនោះគឺអាឡៃសដើម្បីថែរក្សាខ្លួនរបស់យ៉េស៊ីកាបេនយ៉ាមីនត្រូវបានមិនអើពើទាំងស្រុងអារម្មណ៍របស់អាឡៃសហើយអនុញ្ញាតឲ្យយ៉េស៊ីកានៅពេញមួយយប់នៅផ្ទះរបស់ពួកគេរបស់បេនយ៉ាមីនការសម្រេចចិត្តបានបំបែកបេះដូងរបស់អាលីប៉ុន្តែចងចាំនាងមិនយូរប៉ុន្មាននាងនឹងបាត់ទៅយ៉ាងណាក៏ដោយនាងមិនបាននិយាយអ្វីទេរួចក៏ដើរត្រឡប់មកវិញទៅបន្ទប់របស់នាងដើម្បីរៀបចំការលែងលះឯកសារភ្លាមនោះបេនយ៉ាមីនបានចូលមកហើយស្ដីបន្ទោសអាឡៃសចំពោះការមិនបានរៀបចំរបស់គាត់ទឹកងូទឹកអាលីបានបញ្យល់ថានាងគិតបេនយ៉ាមីននឹងស្នាក់នៅផ្ទះរបស់ជាស៊ីកាបន្ទប់បេនយ៉ាមីនបានប្រាប់នាងកុំឲ្យយល់ច្រឡំថាក្បាលនឹងជាស៊ីកាគ្រាន់តែមិត្តភក្តិប៉ុន្តែអាលីបានឃើញនៅលើកុំព្យូទ័ររូបថតតាក់ទាញដែលយ៉េស៊ីកាបានផ្ញើឲ្យគាត់ពេលបេនយ៉ាមីនឃើញដូច្នោះគាត់ក៏បិទមាត់យ៉ាងលឿនកុំព្យូទ័រយួរដៃហើយបានបង្កើតលេខមួយដើម្បីបញ្ឆោតអាឡៃសបន្ទាប់មកគាត់បានទៅលេងហ្គេមជាមួយយ៉េស៊ីកាអាឡៃសទីបំផុតបានឃើញបេនយ៉ាមីនសម្រាប់អ្នកណាដែលគាត់ពិតជានាងផ្ទាល់បានយកឯកសារលេងលះចេញហើយប្រាប់បេនយ៉ាមីននាងចង់លេងលះប៉ុន្តែបេនយ៉ាមីនរវល់ពេកលេងហ្គេមសំបីតែមិនអាចឬក៏ដោយអ្វីដែលអាលីបាននិយាយដូច្នេះអាលីបានចាប់ដៃគាត់ហើយបានចុចស្នាមម្រាមដៃរបស់គាត់នៅលើឯកសារនៅថ្ងៃបន្ទាប់ឪពុកម្ដាយរបស់បេនយ៉ាមីនបានមកលេងអាឡៃសប៉ុន្តែដល់ពួកគេដោយភ្ញាក់ផ្អើលជាស៊ីកាបានបើកទ្វារឪពុកបានសួរជាស៊ីកាដោយកំហឹងគាត់បានផ្ដល់ប្រាក់$10 លានដល់នាងដើម្បីចាក់ចេញបេនយ៉ាមីនដូច្នេះហេតុអ្វីបានជានាងត្រឡប់មកវិញជាស៊ីកាបានអន់ក្បាលចុះដោយមានអារម្មណ៍មានកំហុសប៉ុន្តែពេលនាងឃើញបេនយ៉ាមីននៅពីក្រោយនាងបង្ហាញទឹកមុខអាណិតអាសូរភ្លាមហើយនិយាយថានាងពិតជាស្រឡាញ់បេនយ៉ាមីនអង្វរឪពុកគុំបង្ខំនាងឲ្យធ្វើចាក់ចេញម្ដងទៀតបន្ទាប់ពីដូច្នេះបេនយ៉ាមីនយល់ច្រឡំទាំងស្រុងឪពុកគាត់បានព្រមានឪពុករបស់គាត់ថាប្រសិនបើគាត់បង្ខំយ៉េស៊ីកាឲ្យចាក់ចេញម្ដងទៀតគាត់នឹងចាក់ចេញជាមួយនាងនៅពេលនោះអាលីបានដើរចូលទៅហើយនិយាយថានាងគឺជាអ្នកដែលគួរតែចាក់ចេញបេនយ៉ាមីនដោយអន្តេសាបាននិយាយថាក្នុងនាមជាភរិយារបស់គាត់នាងមិនគួរធ្វើឈុតឆាកឥឡូវនេះឪពុកបានសួរបេនយ៉ាមីនជាធ្នូវិញប្រសិនបើគាត់ដឹងថាអាលីជាប្រពន្ធរបស់គាត់បន្ទាប់មកហេតុអ្វីបានជាគាត់នៅតែចាប់យ៉េស៊ីកា
ប៉ុន្តែបេនយ៉ាមីនបានឆ្លើយថាប្រសិនបើវាមិនមែនសម្រាប់ឪពុករបស់គាត់នឹងនៅជាមួយជេស៊ីកាយូរយារណាស់មកហើយឪពុកខឹងយ៉ាងខ្លាំងបានបញ្ជាឲ្យបេនយ៉ាមីនលើកជង្គង់ហើយរៀបចំខ្លួនដាក់ទោសគាត់ដោយសភាពគាត់អាលីបានការពារបេនយ៉ាមីនជាមួយនឹងរាងកាយរបស់នាងដោយយកការដាក់ទណ្ឌកម្មជំនួសគាត់បេនយ៉ាមីនគឺជាភាពនឹងពិនិត្យមើលអាលីនៅពេលដែលជេស៊ីកាធ្វើពុតជីឈីចាប់ម្ដងទៀតឃើញហើយពេលនោះគាត់បានរុញដៃរបស់អាលីសភ្លាមរត់ចេញទៅហើយលួងលោមយេស៊ីកាផ្ទុយទៅវិញពេលឃើញឈុតនេះឪពុកក៏សន្លប់ដោយសារកំហឹងសំណាងល្អគាត់ត្រូវបានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យនៅពេលវេលានិងជីវិតរបស់គាត់ត្រូវបានសង្គ្រោះរបស់បេនយ៉ាមីនម្ដាយបានប្រាប់គាត់ថានាងបានណែនាំគាត់ឪពុកមុនពេលមិនជ្រៀតជ្រែកជីវិតស្នេហារបស់បេនយ៉ាមីនប៉ុន្តែឪពុកបាននិយាយថាជេស៊ីកាមានល្បិចក៏ពេកហើយរឿងនោះអាលីសពិតជាត្រឹមត្រូវសម្រាប់បេនយ៉ាមីនបន្ទាប់ពីបានដឹងរឿងនេះបេនយ៉ាមីនបានពន្យល់ម្ដាយរបស់គាត់ថាមូលហេតុដែលគាត់ស្រឡាញ់យេស៊ីកាគឺថានៅពេលដែលគាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់វាគឺជាយេស៊ីកាដែលបានដឹកគាត់ទៅផ្ទះម្ដាយរបស់គាត់ហៀបនឹងនិយាយថាតាមពិតទៅអាលីសគឺជាអ្នកដែលបានដឹកគាត់ទៅផ្ទះពេលប្អូនស្រីតូចភ្លាមនោះបានប្រគល់ឯកសារលែងលះទៅឲ្យបេនយ៉ាមីន